ពេលនេះដឹងច្បាស់ហើយថានរណាជាគ្រូជម្រើសជាតិកម្ពុជាថ្មីឧបត្ថម្ភដោយមីហិល7យ៉ាងកូរ៉េណូរសជាតិដើមពីប្រទេសកូរ៉េឆ្ងាញ់ជាប់ចិត្តសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានសម្រេចចិត្តតែងតាំងលោកគូជីកឈូតគុជាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជានិងគ្រូជម្រើសជាតិកម្ពុជាក្រោមអាយុ23ឆ្នាំជាផ្លូវការហើយដែលផុតកងត្រារយៈពេល1ឆ្នាំការងារសំខាន់របស់លោកក្នុងនាមជាគ្រូបង្គោលក្នុងឆ្នាំ2025គឺត្រូវដឹកនាំក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ23ឆ្នាំប្រកួតក្នុងព្រឹត្តិការណ៍ SEA Games នាខែធ្នូនៅប្រទេសថៃដែលដាក់គោលដៅចម្បងឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់និងការប្រកួតមិត្តភាពអន្តរជាតិរបស់ក្រុមជម្រើសជាតិកម្ពុជាលោកគូជីកជូតគុបានដឹកនាំក្រុមជម្រើសជាតិកម្ពុជាក្នុងនាមជាគ្រូបង្គោលបណ្ដោះអាសន្នកាលពីខែតុលាឆ្នាំ2024បន្ទាប់ពីសហព័ន្ធបាល់ទាត់កម្ពុជាបានចែកផ្លូវជាមួយនឹងលោក Felix លោកដឹកនាំក្រុមជម្រើសជាតិកម្ពុជាប្រកួតមិត្តភាពអន្តរជាតិឈ្នះឆៃនីតេប៉ែក្នុងលទ្ធផល3-2កាលពីថ្ងៃទី11ខែតុលាឆ្នាំ2024នៅពេលហូថាជាតិអូឡ িম্প ិកបន្ទាប់មកកម្ពុជាបោកចាញ់ហុងកុងដោយក្នុងលទ្ធផល3-0ក្នុងប្រកួតមិត្តភាពអន្តរជាតិដីហុងកុងនាថ្ងៃទី15ខែតុលាឆ្នាំ2024ព្រមទាំងចាញ់កាតា1-2និងដីកាតាក្នុងមិត្តភាពបិទទ្វារនាថ្ងៃទី16ខែវិច្ឆិកាឆ្នាំ2024